គោរពនិងជំរាបសួរទៅដល់បងប្អូនប្រិយមិត្តទាំងអស់គ្នានៅថ្ងៃនេះគឺខ្ញុំចង់ចែករំលែកនៅសាច់រឿងមួយដែលបងប្រុសគាត់បានចែករំលែកមកកាន់ខ្ញុំដែលជារឿងគាត់នឹងអ្នកតាមចាស់ពីដើមណាដែលគេជឿថាធ្វើទីងមងដែលនៅចាំស្រែអញ្ចឹងទៅដោយខាងបងប្រុសទាំងពីរនាក់ហ្នឹងក៏គាត់នឹងមិនជឿទៅខាងរឿងធ្វើទីងមងធ្វើអីទេហើយក៏គាត់នឹងក៏បានផ្កើនទៅដាក់រឿងរ៉ាវនឹងតែម្ដងទៅហើយបងប្អូនចង់ដឹងថារឿងរ៉ាវបងប្រុសគាត់បានចែករំលែកនឹងមានហេតុការណ៍យ៉ាងណាអញ្ចឹងបងប្អូនចាំស្ដាប់សាច់រឿងនឹងដូចតទៅហើយក៏ខ្ញុំមានសាច់រឿងពីរសាច់រឿងផងដែរសម្រាប់ឲ្យបងប្អូនស្ដាប់លេងអញ្ចឹងណាបងប្អូនហើយមុននឹងយើងនិយាយសាច់រឿងនេះខ្ញុំក៏សូមខន្តីនៅអភ័យទោសទៅដល់បងប្អូនទុកជាមុនផងដែរបើសិនជាមានការខ្ញុំនិយាយទៅលើសលួសឬក៏ពាក្យពេចន៍មិនសមរម្យនៅត្រង់ចំណុចណាមួយដែលចេតនាហើយឆ្គំឆ្គងអីសូមបងប្អូនខន្តីនៅអភ័យអត់ទោសហើយអញ្ចឹងយើងកុំឲ្យខាតពេលវេលាយូរយើងចូលទៅស្ដាប់សាច់រឿងនឹងពេញតែម្ដងទៅដោយជាសាច់រឿងនេះដែរវាជាសាច់រឿងអាថ៌កំបាំងមួយដែលតំណាងឲ្យមនុស្សចម្បើងណាដែលចាស់បុរាណហ្នឹងគឺជឿថាជារូបតំណាងឲ្យព្រលឹងអ្នកយាមស្រែតែបើធ្វើខុសទំនៀមទម្លាប់វានឹងនាំគ្រោះថ្នាក់ដល់ជីវិតផងដែរហើយបងប្អូនសូមស្ដាប់ដោយការយកចិត្តទុកដាក់និងការលក្ខណៈថាប្រមាលមើលណាបងប្អូនប្រមាលមើលអញ្ចឹងទៅហើយបងប្អូនស្ដាប់ទៅយកឃើញយ៉ាងណាអីបងប្អូនជួយ comment នៅខាងក្រោមអ្នកមួយផងហើយអញ្ចឹងយើងចង់ស្ដាប់សាច់រឿងហ្នឹងឲ្យលម្អិតតែម្ដងទៅឥឡូវយើងចូលទៅស្ដាប់តែម្ដងទៅណាបងប្អូនដោយនៅក្នុងភូមិហ្នឹងគឺមានបុរស2នាក់ហ្នឹងគឺ2នាក់បងប្អូនគឺមានឈ្មោះថាកុសលនិងករណាហើយពួកគេទាំង2នាក់ហ្នឹងក៏បាននាំគ្នាទៅស្នាក់នៅក្នុងខ្ទមចំការដំឡូងមីមួយកន្លែងនៅក្បែរនឹងជើងភ្នំដាច់ស្រយាលហើយនៅក្នុងខេត្តបាត់ដំបងដោយគាត់មិនបញ្ជាក់នៅទីតាំងឬក៏ភូមិអីទេអញ្ចឹងកុំឲ្យប៉ះពាល់ដល់កន្លែងគេអញ្ចឹងណាបងប្អូនគាត់ទៅយាមនេះគាត់ទៅយាមឲ្យគេដែរបងប្អូនណាមិនមែនយាមឪពុកម្ដាយរបស់គាត់អ្នកធ្វើដំឡូងនឹងទេបងប្អូនណាអញ្ចឹងបងប្អូនស្ដាប់សាច់រឿងនឹងតទៅទៀតនៅកណ្ដាលវាលស្រែចំការនោះមានដាំលក្ខណៈថាដាំបង្គោលដាក់រូបចម្បើងហ្នឹងណាដែលរូបចម្បើងហ្នឹងក៏ធំរាងធំល្មមគូសំដែរហើយក៏បានពាក់អាវចាស់រហែកនិងពាក់មួកស្លឹកត្នោតផងដែរហើយមុខរបស់រូបចម្បើងហ្នឹងក៏ត្រូវបានធ្វើពីកណាត់សលក្ខណៈថាកណាត់សចាស់ណាលក្ខណៈសចាស់ចឹងទៅហើយក៏គូភ្នែកនឹងច្រមុះតែអ្នកស្រុកតែងតែហៅថាតាយាមស្រែអញ្ចឹងណាបងប្អូនគេហៅតាមតំបន់អញ្ចឹងទៅអ្នកខ្លះក៏ហៅទីងមងអ្នកខ្លះក៏ហៅថាតាយាមស្រែឬក៏ហៅថាអីផ្សេងអញ្ចឹងណាបងប្អូនដោយតាមស្រុកភូមិបងប្អូនទៅបើបងប្អូនហៅយ៉ាងម៉េចបងប្អូនជួយ comment ម្នាក់មួយទៅបើបងប្អូនអត់ស្គាល់ទេជួយ comment នៅខាងក្រោមដើម្បីឲ្យខ្ញុំនឹងទម្លាក់រូបនឹងឲ្យបងប្អូនបានឃើញអញ្ចឹងណាបងប្អូនអ្នកភូមិនៅក្បែរនោះក៏បានព្រមានទៅដល់ពួកគេទាំងពីរនាក់នឹងថាយប់ឡើងបើឃើញរូបចម្បើងនោះផ្លាស់ប្ដូរទីតាំងឬក៏ងាកក្បាលមកសម្លឹងមកខ្ទមអីដាច់ខាតកុំយកភ្នែកទៅសម្លឹងចំភ្នែករបស់រូបនឹងអីហើយកុំភ្លេចដុតធូបថ្វាយបង្គំសុំសេចក្តីសុខផងដែរប៉ុន្តែករណានឹងជាបងប្រុសហើយក៏ជាមនុស្សសម័យថ្មីផងដែរមិនជឿនឹងរឿងអបិយឡើយអបិយរូបណាដោយឡែកគេនឹងថែមទាំងបានដើរទៅទាត់ជើងរូបចម្បើងនោះលេងទៀតផងនឹងលេងសើចនឹងសើចចំអកអញ្ចឹងទៅបងប្អូនណាហើយនៅក្នុងយប់នោះពេលដែលគាត់ចូលទៅក្នុងខ្ទមណាពីអ្នកបងប្អូនទាំងពីរនាក់ហ្នឹងក៏បានចូលទៅដេកក្នុងខ្ទមនឹងខ្ទមឈើចាស់ហ្នឹងណាហើយពេលនោះបរិយាកាសយប់នោះក៏ត្រជាក់ស្រេបផងដែរ
ខ្យល់បក់បោកមកខ្លាំងធ្វើឲ្យស្លឹកឈើនិងស្លឹកត្នោតដំបូលខ្ទមឬសូរលាក់ផ្លាក់ចឹងទៅខណៈពេលដែលករណាកំពុងតែលងលក់ស្រាប់តែកុសលនឹងជាបងប្រុសក៏ភ្ញាក់ដឹងខ្លួនឡើងព្រោះឮសំឡេងម្យ៉ាងដើរណាលក្ខណៈថាដើរយឺតនៅខាងក្រៅខ្ទមនឹងឬសូព្រឹបក្រឹកចឹងទៅវាជាសំឡេងដូចមានរបស់ម្យ៉ាងលក្ខណៈថាស្ងួតរកិតអូសទៅលើនឹងដីខ្សាច់ហើយពេលនោះកុសលនឹងក៏លួចបើកកញ្ចក់បង្អួចខ្ទមតូចមួយលក្ខណៈថាបង្អួចណាបងប្អូនអធិស្ឋានទៅដល់ថានិយាយខ្ចោះណាបង្អួចខ្ទមនឹងគេធ្វើបង្អួចខ្ទមមួយរួចកុសលនឹងក៏បាញ់បំភ្លឺទៅដល់កណ្ដាលវាលស្រែចម្ការត្រង់កន្លែងដាក់រូបចំបើងហ្នឹងអ្វីដែលគាត់បានឃើញណាគឺធ្វើឲ្យគាត់នឹងក៏ស្រឡាំងកាំងហើយលក្ខណៈថារូបចម្បើងទាំងនោះហ្នឹងគឺបានបាត់ពីកន្លែងដើមហើយនៅសល់តែបង្គោលឈើទទេស្អាតហ្នឹងពេលនោះកុសលនឹងក៏ភ័យញ័រដៃបំរុងនឹងងាកមកដាក់ប្អូនប្រុសដែរណាស្រាប់តែសំឡេងក៏កាត់នឹងលក្ខណៈថាស្ងួតនោះបានមកឈរងក់នៅត្រង់ចំពីមុខទ្វារខ្ទមរបស់ពួកគាត់ហ្នឹងពេលនោះគាត់នឹងមកស្ទុះលឺសូរត្រុកចឹងទៅត្រុកហ្នឹងសំឡេងគោះទ្វារលក្ខណៈថាស្លឹកណាគាត់បាំងស្លឹកហើយក៏បន្លឺឡើងយឺតពេលនោះកុសលហ្នឹងក៏មិនហ៊ានបើកទ្វារទេបានយកតែភ្នែកទៅអើតមើលតាមប្រហោងក្តារជញ្ជាំងហ្នឹងតាមរយៈពន្លឺព្រះច័ន្ទខ្សោយបញ្ចាំងមកខ្សោយហើយអ្វីដែលគាត់បានឃើញណាគឺធ្វើឲ្យគាត់នឹងគឺសឹងតែគៀងបេះដូងស្លាប់ភ្លាមតែម្ដងដោយសារតែចេះរូបចម្បើងហ្នឹងគេហៅថាតាយាមស្រែនោះកំពុងតែឈរថ្មឹងនៅមាត់ទ្វារហ្នឹងហើយក្បាលរបស់រូបចម្បើងហ្នឹងដែលធ្វើពីក្រណាត់ចាស់នោះណាបានរហែកលេចចេញមកណាលេចចេញភ្នែកពីរគ្រាប់ពិតទៅហ្មងណាបងប្អូនហើយពណ៌ក្រហមឆ្អិនឆ្អាវហ្មងដូចជាឈាមអញ្ចឹងហើយកំពុងតែក្រឡេកប្រវែសម្លឹងមករកមើលនៅក្នុងខ្ទមហ្នឹងណាហើយដៃរបស់រូបចម្បើងហ្នឹងដែលធ្វើពីចម្បើងស្ងួតរបស់វាហ្នឹងវាចាប់ផ្ដើមលូកសោកចូលក្នុងចន្លោះប្រហោងក្តារចិញ្ចៀងស្លឹកហ្នឹងណាបងប្អូនក្នុងបំណងចង់ដោះកន្លឹះទ្វារពីខាងក្នុងហ្នឹងហើយពេលនោះករណាហ្នឹងគឺជាប្អូនប្រុសបានភ្ញាក់ឡើងដែរណាពេលដែលឃើញទស្សនភាពនោះពេលនោះគាត់នឹងក៏ភ័យពេកក៏ស្រែកយំអីក៏ស្រែកលែងចេញដែរភ្លាមនោះទ្វារខ្ទមនឹងត្រូវបានកម្លាំងដ៏ខ្លាំងមហិមារបស់រូបចម្បើងនឹងបុកទម្លាយខ្ទមនឹងមកណាលុះសូតែក្រៀងចូលមកតែម្ដងហើយរូបចម្បើងយៈនោះបានដើរចូលមកក្នុងខ្ទមរួចប្រាណរបស់វានឹងគឺធំក្លិនដីស្អុយនិងក្លិនស្មៅរលួយលាយចូលគ្នាណាវាបានសម្លឹងមើលចំកុសលហ្នឹងបងប្រុសដែលធ្លាប់តែទៅទាត់ជើងវាហើយភ្នែកក្រហមឆ្អិនឆ្អៅណាទាំងពីរគ្រាប់របស់វាហ្នឹងបានជះពន្លឺក្រហមគូឲ្យខ្លាចខ្លាំងមែនតើហើយស្របពេលដែលមាត់របស់វាហ្នឹងដែលគ្រាន់តែជាស្នាមរហែកកណាត់ណាបានបើកនិយាយទាំងសំឡេងស្រកថាដូចជាសំឡេងមនុស្សចាស់ខ្សឹបអញ្ចឹងណាថាកាលពីល្ងាចមិញហើយនឹងទាត់ជើងយើងមែនទេហើយពេលហ្នឹងជប់នេះយើងនឹងមកសុំជើងឯងវិញហើយពេលនោះក៏បានសោចក្អាកក្អាយពេញហ្នឹងអញ្ចឹងទៅហើយរូបចម្បើងនោះក៏បានស្ទុះមកសង្កត់លើខ្លួនកុសលហ្នឹងរួចក៏ប្រើដៃចម្បើងដ៏មុតស្រួយរបស់វាហ្នឹងចាប់
tuột trường hơi nâng trường tiền son khang rồi bỏ cổ sò lắm dạng sẽ hao khô khơi tầm đó nè bên u cổ sò nó có say dùng dạng chưa chập nâng sườn lọc bát smart ở đây đòi xa tại bắt bong phiệp kla han chẳng nè cứ tọa sốt khlang bên tên bên u cả na đại chỉ ôn pro nó có pay pay đài ban tu tới tiền đột sang tui mùi đài tục chạm mà xin bột tật á nè hơi có chia từ lơ rụp chùm bao nụ rúi có vô địch cây đột bình che phường nó phliêm từ hơi có ban chạp đu số tập hụp trên từ phường nó có ban che chạp rụp chùm bao nú dàng sân thô sân thầy rụp chùm bao nú sài luôn lưu xô đôi xùm lên mà nú chỉ trả điện chẳng sài dùng rồi hốt đo prey có ba nú rồi nhua rút việc không prong rút trên bị tôm nâng đai hơi có tơ đu check tích ti cần đào real size chấm ca nâng tới hơi có bực lại nó cả na nó có ban nuông bông pro đài rong độ bua chương chôm mau sờ lạ nó nè từ sùng cua nơi mình tì pet rút rây ca prap chặt tung ởក្នុងភូមិនឹងថាទៅប្រាប់លោកតាហ្នឹងណាលោកតាម្នាក់នៅក្នុងភូមិហ្នឹងក៏បានប្រាប់ការពិតថាចេះការពីសម័យមុនណាចំការដំឡូងនោះគឺជាកន្លែងសម្រាប់មនុស្សនឹងធ្វើទរណកម្មយ៉ាងខូខើព្រៃផ្សៃណាដោយកាត់ដៃកាត់ជើងបោះចោលចឹងទៅហើយព្រលឹងក៏នៅគុំគូនហើយក៏នៅជន់រងគ្រោះទាំងនោះណាមិនអាចនឹងទៅចាប់ជាតិបានឡើយទើបចូលទៅស្នាក់នៅអាស្រ័យនៅក្នុងរូបចម្បាំងយាមស្រែនោះដើម្បីចាំយកជីវិតឬបំបាក់ដៃជើងអ្នកណាដែលហ៊ានមកធ្វើបាបឬមើងងាយពួកគេអីចឹងទៅហើយតាំងពីថ្ងៃនោះមកណាបងប្អូនទាំងពីរនាក់ហ្នឹងលែងហ៊ានទៅធ្វើចំការនៅតំបន់នោះទៀតហើយរាល់ពេលឃើញរូបចម្បាំងយាមស្រែនៅតាមខេត្តណាពួកគាត់នឹងក៏តែងតែមានអារម្មណ៍ថាព្រឺក្បាលជានិច្ចអញ្ចឹងនៅក្នុងសាច់រឿងរបស់បងប្រុសហ្នឹងក៏គាត់បានចែករំលែកមកតែប៉ុណ្្នឹងទេហើយបងប្អូនស្ដាប់ទៅយល់ឃើញយ៉ាងណាទៅតាមការគូហើយបងប្អូនដែលមិនទាន់ជួយចុច Subscribe ដល់ Channel ខ្ញុំទេសូមបងប្អូនជួយចុច Subscribe រួចដាក់សញ្ញាកណ្ដឹងម្នាក់មួយទៅដើម្បីនឹងទទួលបាននូវសាច់រឿងថ្មីពីខ្ញុំបាទ Channel បុន Record ហើយអញ្ចឹងឥឡូវយើងចូលទៅសាច់រឿងថ្មីមួយទៀតដែលជាសាច់រឿងរបបជីជួកៅស៊ូពេលយប់ដែលជាពេលព្រលឹមអរូបីនឹងបានចាប់ផ្ដើមចេញល្បាតតាមចន្លោះជូដើមកៅស៊ូហើយសូមបងប្អូនស្ដាប់ដោយការពិចារណានិងការពិចារណាញៀនអញ្ចឹងណាបងប្អូនពិចារណាញៀនអធិស្ឋានផងបងប្អូនដោយសារតែយើងក៏លាស់អណ្ដាតត្រូវអញ្ចឹងណាបងប្អូនពិចារណាញៀនអញ្ចឹងទៅហើយអញ្ចឹងហើយរឿងរ៉ាវនេះក៏ដូចជារឿងរន្ធត់ជូរចត់ដែរទៅណាបងប្អូនហើយអញ្ចឹងបងប្អូនចង់ដឹងថាសាច់រឿងនឹងទៅជាយ៉ាងណាឥឡូវយើងចូលទៅស្ដាប់សាច់រឿងនឹងតែម្ដងទៅដោយសាច់រឿងនេះដែរគឺមានបងប្អូន2នាក់បងប្អូនជាដូនមួយណាហើយក៏មានឈ្មោះថាបងទឺនិងនីវីពីអ្នកបងប្អូនជាដូនមួយហ្នឹងហើយពួកគាត់ហ្នឹងគឺទៅតែបានមកទទួលការងារជាកម្មករជីជួកៅស៊ូឲ្យក្រុមហ៊ុនមួយកន្លែងនៅខាងតំបន់ដាច់ស្រយាលនៅខេត្តត្បូងឃ្មុំហើយរបបនេះតម្រូវឲ្យពួកគាត់ហ្នឹងគឺក្រោកតាំងពីម៉ោង2ទីភ្លឺដើម្បីដើរជីជួតាមជូដើមកៅស៊ូនីមួយចឹងទៅព្រោះជាពេលដែលជួកៅស៊ូហូរចេញមកបានច្រើននិងល្អបំផុតមុនពេលចាប់ផ្ដើមណាការងារហ្នឹងមេការខាងចំការហ្នឹងក៏បានហៅពួកគាត់ហ្នឹងទៅប្រាប់ខ្សឹបថាចេះនៅក្នុងចំការយើងហ្នឹងគឺមានដើមកៅស៊ូរាប់រយពាន់ដើមអញ្ចឹងបែងចែកជាច្រើនជូរប៉ុន្តែចាប់ពីម៉ោង2ទៅ
ម៉ោង2ទៅនឹងហើយទៅដល់ម៉ោង4ភ្លឺដាច់ខាតកុំដើរចូលទៅជីជួរនៅជួរទី13ឲ្យសោះអញ្ចឹងគឺគាត់បានប្រាប់មកហើយណាបើឃើញចានជួរនៅជួរនោះពេញក៏កុំទៅកោះកុំទៅលក្ខណៈថាកុំទៅកោះវាឲ្យសោះហីអញ្ចឹងណាកុំទៅចិត្តអញ្ចឹងទៅហើយហ្នឹងហើយបងប្អូនណាហើយពេលនោះបងវីនឹងក៏ជាមនុស្សខ្លាចខ្មោចផងដែរហើយពេលនោះក៏គាត់នឹងស្ដាប់តាមភ្លាមទៅប៉ុន្តែបងទឺដែលជាអ្នកមនុស្សមិនលក្ខណៈថាលោភលន់ណាបងប្អូនលក្ខណៈថាមនុស្សលោភលន់នឹងមិនជឿរឿងខ្មោចព្រាយបិសាចអីទេអញ្ចឹងគឺបានគិតក្នុងចិត្តថាមេការហ្នឹងប្រហែលជាចង់ទុកជួរដែលសម្បូរជួរនោះជីខ្លួនឯងហើយយ៉ាងទៅអញ្ចឹងណាទើបហាមឃាត់បែបនេះអញ្ចឹងណាបងប្អូនហើយនៅក្នុងយប់នោះអាប់ត្រជាក់ធ្លាក់ចុះមកក្រាស់ខ្មឹកធ្វើឲ្យពន្លឺចង្គៀងលក្ខណៈថារេដែលចង់ដែលចងនៅលើក្បាលរបស់ពួកគាត់ហ្នឹងបាញ់ទៅមុខហើយក៏ឃើញត្រឹមតែ2ម៉ែត្រប៉ុណ្ណោះដើមកៅស៊ូធំដុះតម្រិបគ្នាណាជាជូហ្នឹងមើលទៅដូចជាជញ្ជាំងខ្មៅងងឹតគ្មានទីបញ្ចប់ទេហើយឮសូរតែសំឡេងជើងដើរឮព្រឹបស្រឹកលក្ខណៈថាស្ងួតណាស្រោកអញ្ចឹងទៅនឹងសំឡេងកំបិតជីជួរហ្នឹងគឺកោសឬសម្បកឈើណាសូរខ្វាប់ច្រោកអញ្ចឹងទៅហើយគណៈពេលដែលកំពុងតែធ្វើការហ្នឹងក៏ដាច់ដោយឡែកពីគ្នាដែរបងទឺហ្នឹងក៏បានលួចដើរវៀងចេញពីជូធម្មតារួចសំដៅទៅរកជូទី13នោះដែលជាតំបន់ហាមឃាត់ណាដែលមេការគាត់បានប្រាប់មិញហ្នឹងលុះដល់ដើរមកដល់ជូទី13ហ្នឹងបងទឺហ្នឹងគឺពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះដើមកៅស៊ូនៅជូនេះគឺធំណាស់នឹងមានសម្បកស្អាតខ្លាំងណាស់គាត់នឹងក៏មិនបង្អង់យូរឡើយក៏ទាញកំបិតជីជួរហ្នឹងគឺផ្អឹបទៅនឹងដើមកៅស៊ូហ្នឹងដំបងឡើយណាគាត់នឹងគឺរួចអស់ជីជាបន្ទាត់កោងយ៉ាងលឿនដែរណាបងប្អូនប៉ុន្តែរបស់ដែលហូរចេញតាមមុខកំបិតនោះណាមិនមែនជាជួរកៅស៊ូពណ៌សទឹកដោះគោធម្មតាទេអ្វីដែលហូរចេញមកហ្នឹងគឺដុំឈាមក្រហមឆ្អៅនិងខាប់លក្ខណៈថាខាប់កកណាហូរស្រក់តក់ចុះមកខាងចានជួរហ្នឹងបង្កើតជាក្លិនឆ្អាបសាហាវដែរណាហើយគឺភាយចេញមកឡើងពេញអាកាសតែម្ដងណាពេលនោះបងទឿហ្នឹងក៏ភ័យស្លេកមុខដែរដោយគាត់ហ្នឹងក៏ដកកំបិតចេញមកវិញភ្លាមចំពេលនោះណាពន្លឺចង្គៀងក្បាលរបស់គេហ្នឹងរបស់គាត់ហ្នឹងក៏ចាប់ផ្ដើមព្រិចហើយក៏ភ្លឹបផ្លែតរួចរលត់ងងឹតឈឹងចឹងទៅហើយពេលនោះគាត់ក៏ខំប្រឹងទះអាចង្គៀងក្បាលឲ្យភ្លឺឡើងវិញណាស្រាប់តែក្នុងពន្លឺភ្លើងស្រអាប់នោះណាគាត់នឹងគឺឃើញស្រមោលមនុស្សស្រីម្នាក់ឈរផ្អែកខ្នងលក្ខណៈថាបែរខ្នងជាជួបនឹងដើមកៅស៊ូហ្នឹងណាអាដើមជូទី13ហ្នឹងបន្ទាប់ពីគាត់ហ្នឹងគឺឈរលក្ខណៈថាពីចម្ងាយពីគ្នាលក្ខណៈថា3ម៉ែត្រប៉ុណ្ណោះពេលនោះនាងគឺពាក់អាវពណ៌សគឺជោកដោយឈាមក្រហមច្រាលណាហើយសក់វែងអន្តាយហើយក្របមុខជិតឈឹងអ្វីដែលរន្ធត់បំផុតនោះគឺជើងរបស់នាងនឹងត្រូវបានច្រវាក់ដែកធំចងភ្ជាប់ទៅនឹងគល់ដើមកៅស៊ូនោះហើយនាងនឹងគឺចាប់ផ្ដើមបង្វិលក្បាលយឺតមកក្រោយរួច
hãy sọរបស់នាងវែកសក់នាងហ្នឹងដែលនៅក្របមុខចេញយឺតហើយផ្ទៃមុខរបស់នាងនោះគឺគ្មានសាច់ថ្ពាល់អីទេគឺឃើញតែឆ្អឹងនិងប្រហោងភ្នែកទទេស្អាតមានដង្កូវវារញ៉េរញ៉ៃហើយនាងសម្លឹងមុខចំបងទឺនឹងរួចហើបមាត់សើចសំឡេងស្រួចស្រាវត្រជាក់ដល់ឆ្អឹងខ្នងណាក៏និយាយស្រាក់ថាចេះនិយាយស្រាវមកថាកោះជួរហ្នឹងកោះជួរយើងធ្វើអីយើងឈឺណាស់ហើយក៏សោយយំអញ្ចឹងទៅមកនៅយាមដើមឈើនេះជំនួសយើងមកឲ្យបងទឺហ្នឹងមកយាមជាមួយនឹងគាត់នឹងទៅនារីនឹងទៅហើយភ្លាមនោះឈាមក្រហមច្រាលហ្នឹងដែលនៅក្នុងចានជួរនោះណាបានប្រែជាសរសៃឈាមអរូបីណាវែងលូនចេញមកពួតជុំវិញកជើងបងទឺនឹងរួចទាញបោកគាត់នឹងឲ្យដួលកាប់លក្ខណៈថាផ្ងាណាផ្ងាជើងទៅលើនឹងដីនឹងហើយខ្មោចស្រីនោះក៏បានលូនទៀងជើងជាប់ច្រវាក់ណាបោលសំដៅមកលើខ្លួនបងទឺយ៉ាងលឿនដៃក្រចកវែងហើយពណ៌ខ្មៅរបស់នាងណាលូកមកច្របាច់កបងទឺយ៉ាងសាហាវខូខើពេលនោះបងទឺនឹងក៏ភ័យខ្លាចខ្លាំងដល់ថ្នាក់លែងដឹងកម្រើកខ្លួនរួចណាពេលនោះគាត់ក៏ប្រឹងស្រែកហៅឲ្យគេជួយដែរឲ្យបងវីហ្នឹងហៅបងវីអើយបងវីអើយវីហើយពេលនោះគាត់ស្រែកវីអើយជួយផងចឹងទៅជួយផងហើយមុននឹងសន្លប់បាត់ស្មារតីព្រឹកឡើងបងវីហ្នឹងមេតាមេការចំការណាបងប្អូនបានធ្វើដំណើរដើរមករកបងទឺណារហូតមកឃើញគាត់ហ្នឹងគឺដេកសន្លប់ស្ដោកស្ដឹងនៅនឹងគល់ដើមកៅស៊ូជូទី13ហ្នឹងនៅក្នុងសកម្មភាពមានស្នាមជួមខ្មៅត្រង់កណានិងកជើងទាំងសងខាងផងដែរដូចត្រូវគេយកច្រវាក់ដែករឹតចិត្តចឹងទៅហើយមេការហ្នឹងក៏បានដកដង្ហើមធំរួចរៀបរាប់ការពិតឲ្យដឹងថាកាលពីជាង10ឆ្នាំមុននោះនៅក្នុងចំការកៅស៊ូនេះមានកម្មការិនីម្នាក់ត្រូវបានគេចាប់ចម្រិតនិងធ្វើបាបយ៉ាងព្រៃផ្សៃដោយយកច្រវាក់ដែកមកចងជើងនាងភ្លាមភ្ជាប់នៅនឹងដើមកៅស៊ូជូទី13នេះរួចក៏វាយធ្វើបាបរហូតដល់ស្លាប់បាត់បង់ជីវិតចឹងទៅហើយប្រលឹងហ្នឹងក៏នៅគុំគួនប្រលឹងរបស់នាងហ្នឹងក៏មិនព្រមទៅណាឡើយវិញ្ញាណហ្នឹងគឺនាងបានរលាយចូលទៅក្នុងដើមកៅស៊ូនោះហើយចឹងណាបងប្អូនឲ្យតែមានអ្នកណាហ៊ានចូលទៅជីជួរឬរំខាននាងនៅចន្លោះម៉ោងខ្មៅល្បាតហ្នឹងណាលក្ខណៈថានាងហ្នឹងគឺនឹងចេញមកច្របាច់កអញ្ចឹងទៅនឹងព្យាយាមចងច្រវាក់យកប្រលឹងទៅនៅជាមួយនឹងនាងហ្នឹងជំនួសណាយកទៅឲ្យចាំកន្លែងរបស់នាងនឹងជំនួសអញ្ចឹងទៅហើយតាំងពីថ្ងៃនោះមកបងទឺហ្នឹងក៏ភ័យខ្លាចរហូតដល់ធ្លាក់ខ្លួនឈឺនិងសុំឈប់ធ្វើជាកម្មករជីជួរកៅស៊ូនឹងទៀតហើយក៏ត្រឡប់ទៅស្រុកកំណើតវិញភ្លាមទាំងមិនហ៊ានងាកក្រោយមើលចំការកៅស៊ូនោះទៀតឡើយហើយអញ្ចឹងបងប្អូនណានៅក្នុងសាច់រឿងនេះដែរគឺចង់បង្ហាញថាដែលអ្វីដែលគេហាមឃាត់អញ្ចឹងបងប្អូនកុំបំពានជាមួយនឹងគេបើគេទុកជារបស់គេខ្លួនឯងក៏គេនឹងក៏ជាអ្នកខាងមេយើងដែរជាអ្នកមេការដែលនាំយើងមកអញ្ចឹងដែរកុំខ្លាចគេលើសជាងយើងឬក៏ខ្លាចយើង
ក្រជាងគេឬក៏អន់ជាងគេអីចឹងទៅអញ្ចឹងណាបងប្អូនក្នុងសាច់រឿងទាំងពីរនេះបងប្អូនស្ដាប់ទៅយល់ឃើញយ៉ាងណាទៅតាមការគូទៅដល់បងប្អូនហើយបងប្អូនអឺមានការស្ដាប់ទៅឬក៏រៀងរអាក់រអួលឬក៏មិនសមរម្យនិយាយទៅរៀងទាក់ដេកប្រដប់អីសូមបងប្អូនខន្តីនៅអភ័យទោសផងហើយនឹងសូមឲ្យបងប្អូនជួយ Subscribe ដល់ Channel Bon Record នេះផងដើម្បីផ្ដល់ជាកម្លាំងចិត្តហើយនឹង comment នៅខាងក្រោមដើម្បីឲ្យខ្ញុំនឹងប្រឹងប្រែងធ្វើវីដេអូនៅសាច់រឿងថ្មីនិងខំយកសាច់រឿងដែលនឹងល្អជាងនឹងចឹងទៀតទៅបងប្អូនណាហើយអញ្ចឹងនៅក្នុងសាច់រឿងនេះគឺខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងហើយសូមគោរពនិងជម្រាបលាទៅដល់បងប្អូនទាំងអស់គ្នាជួបគ្នានៅសាច់រឿងក្រោយៗទៀតជាមួយនឹងខ្ញុំបាទ Bon Record